រឿងពុនកយរបស់លោកដូណាល់ត្រាំអត់តន់ចប់ទេបងប្អូនទាំងអស់គ្នាពីមួយថ្ងៃទៅមួយថ្ងៃឡើងកម្ដៅហើយឡើងទៀតតែធ្វើឲ្យតម្លៃមាសមានការរុញច្រានឡើងបន្ថែមទៀតអញ្ចឹងតម្លៃមាសតាមបើកសានៅក្នុងថ្ងៃច័ន្ទនេះមកគឺឡើងថ្លៃជាង$200ក្នុងមួយអោនហើយគេពិភាក្សាថានៅក្នុងចុងសប្តាហ៍នេះអាចនឹងឡើងទៅដល់$5300ឬក៏ថមថយតម្លៃមកវិញអត់តន់ឡើងស្ទុះទេតែហេតុអ្វីពុនកយរបស់លោកដូណាល់ត្រាំអត់តន់ចប់ទេបងប្អូនដូចខ្ញុំបានធ្វើវីដេអូលម្អិតការពីថ្ងៃអាទិត្យនេះអញ្ចឹងតកតងជាមួយនឹងការសម្រេចក្តីរបស់តុលាការកំពូលតកតងជាមួយនឹង Receiver Contract របស់លោកដូណាល់ត្រាំកាលពីខែ4ឆ្នាំ2025ដែលដាក់នៅលើបណ្ដាប្រទេសទូទាំងពិភពលោកនោះគឺខុសច្បាប់ប៉ុន្តែលោកដូណាល់ត្រាំអត់មានខ្វល់រឿងហ្នឹងទេដាក់ពន្ធបន្ថែមទៀតដំបូង10ឥឡូវឡើង15%ពលដាក់ចូល150ថ្ងៃហើយលោកដូណាល់ត្រាំប្រមានបន្ថែមទៀតបើសិនជាប្រទេសណាហ៊ានលេងនយោបាយឲ្យពុនកយរបស់លោកដូណាល់ត្រាំនេះប្រទេសនឹងធ្ងន់ធ្ងរហើយមកទល់មកនេះសូម្បីតែ EU ដែលមានការចរចាថ្មីការចរចាពុនកយរបស់លោកដូណាល់ត្រាំមានកិច្ចព្រមព្រៀងនោះក៏កំពុងតែពិបាកធ្វើការសម្រេចចិត្តដែរថាអត់ដឹងថាឥឡូវគោលនយោបាយរបស់អាមេរិកនេះរឿងពុនកយនេះអត់ដឹងស្ដាប់អ្នកណាប្រកបទន្ទឹមនឹងនោះអ្នកដែលបានបងពុនកយថ្មីបងពុនកយរបស់លោកដូណាល់ត្រាំកាលពីឆ្នាំកន្លងទៅនឹងត្រូវ refund មកវិញទៀតហើយ refund នេះគេព្យាករឲ្យការតំណទៅបាន refund នេះវារាប់ឆ្នាំមកវាត្រូវដាក់ពាក្យដាក់ប្តឹងស្អីតំណបាន refund មកវិញហើយចំនួនលោក refund គឺ150,000 លានទៅ150,000 លានដុល្លារដើម្បី refund អញ្ចឹងរឿងនៅក្នុងសហរដ្ឋអាមេរិកវាចម្រូងចម្រាសច្រើនដែលធ្វើឲ្យតម្លៃមាសមានការកើនឡើងតម្លៃមាសគឺផលធៀបជាមួយនឹងដុល្លារអញ្ចឹងមាសមិនដឹងឲ្យអ្នកវិភាគទៀតក៏កំពុងតែមិនដឹងថាតើនៅអាមេរិកផ្ទាល់កំពុងតែលេងនយោបាយខ្លួនឯងឬក៏យ៉ាងម៉េចប្រធានាធិបតីដាក់ពន្ធតុលាការសម្រេចថាខុសច្បាប់អញ្ចឹងអ្នកវិភាគកំពុងតែគិតថាអ្នកសេដ្ឋកិច្ចវិទូថាមិនដឹងថាអាមេរិកលេងនយោបាយខ្លួនឯងឬក៏មិនកំពុងតែធ្វើឲ្យកលាប់ចាស់ទន្ទឹមនេះគឺអាល្លឺម៉ង់បានអធិការបតីអាល្លឺម៉ង់បានកំពុងតែធ្វើដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចិនគណៈពេលដែលអាល្លឺម៉ង់មានបញ្ហាជាមួយសេដ្ឋកិច្ចបាទគឺអនុភាពឬក៏អត្តរេករវាងអាល្លឺម៉ង់និងចិនគឺអត់ស្មើគ្នាទេពលគឺចិននាំចូលច្រើនជាងជននាំចូលច្រើនទៅអាល្លឺម៉ង់នាំទៅជាងអញ្ចឹងគេទៅចរចាគ្នាហើយបណ្ដាប្រទេស EU ហើយនឹងមួយចំនួនធំងាកមកអាស៊ីជាពិសេសចិនដើម្បីចាប់ដៃអូស៊ីនេះបន្ថែមទៀតគណៈពេលដែលអាមេរិកមកចំហៀងក្តាប់ពិភពចង់ក្តាប់ពិភពលោកផងក្តាប់សេដ្ឋកិច្ចគេផងចូលទៅប្រទេសនៅក្នុងនិយាយលូកលាន់ប្រទេសគេផងហើយមកនៅក្នុងម្ដងតំបន់មជ្ឈមពាវិញបញ្ជូននាវាបញ្ជូនអីទៅពាត់ជុំវិញនឹងទៀតហើយបើមានការចរចាតែមិនស្រួលទេវាយគ្នាប្រាទៀតគេអញ្ចឹងវាធ្វើឲ្យតម្លៃមាសនេះវាបង្កើនទំនុកចិត្តច្រើនទៅដល់វិនិយោគិនហើយចេះតែបន្តឡើងថ្លៃដូច្នេះសម្រាប់បងប្អូនដែលចង់បានព័ត៌មានសេដ្ឋកិច្ចសំខាន់បន្ថែមទៀតដែលខ្ញុំតែងតែលម្អិតជូននៅក្នុងវីដេអូមិនបានលម្អិតច្រើនទេតែក្នុងក្រុមមានការអីខ្ញុំចេះតែតម្លាក់ព័ត៌មានជូនក៏ដូចជាវយបញ្ជាក់ប្រាប់អញ្ចឹងបងប្អូនចង់ជ្រាបបន្ថែមទៀតកុំភ្លេចតំណែង admin តាមលេខ WhatsApp 095 722 admin នឹងធ្វើការបញ្យល់បន្ថែមទាំងការជួញដូរមាសទាំងតកតងមួយព័ត៌មានសេដ្ឋកិច្ចព័ត៌មានពិភពលោកតាមព័ត៌មានថ្មី admin នឹងជម្រាបជូនបាទសូមអរគុណ